เพลงมูสวัสดิภียังชีกล้องเลยยังเถอะการมูสวัสดิภีได้กาปีแอนบอกตึกยังชีง่ายยังยังเถอะการยำตึกได้ยังนะhành giang tiết ở nhưng trong các thỏi plastic phỏ chính dùng nhận đó mới cho thực tế dùng trên hành đại đầu tiên anh đi cái hai thật là bọt nè vẹn vẹn ta mình làm bệnh là lôi gì dạng thế từ ly rồi có anh xem cà phê xem dùng sách cà phê mưa phải sạch ok chẳng sầm đầu ngày ní nhung mình chỉ còn từ hàng ai nômហើយការchỉ còn nhóm cô nhóm mẹ chỉ còn mà này ai nãy cứ nhóm miền khinh pin tiết tim muối bong thieriហើយពីពីបូណាឥឡូវពួកគាត់ចាប់ផ្ដើមចេញមកតាមផ្លូវហើយទីទៀតខ្ញុំនឹងជួបគាត់នៅតាមផ្លូវអ្នកគ្នាចឹងបើចង់ដឹងថាសកម្មភាពរបស់ពួកយើងជីកង់ងាយនេះយ៉ាងណាកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាឥឡូវខ្ញុំបានមកជួបពួកគាត់ទាំងពីរនេះអីនេះបងធីរីហើយខាងក្រៅបូណាអញ្ចឹងយើងជីកង់ទៅឯភ្នំខ្ញុំធ្លាប់ជិះមួយគាត់បានម្ដងដែរកាលពីអាទិត្យមុនហើយថ្ងៃនេះយើងក៏ជិះមួយគ្នាដែរហើយយើងមកដល់បឹងរលួសហើយយើងចូលមើលតិចហើយជំរាបទៅឯភ្នំខ្ញុំធ្លាប់ទៅលឺដែរធ្លាប់ទៅលឺគេនិយាយបឹងរលួសនេះលើកទី1របស់ខ្ញុំដែរនេះស្អាតមែនទែនកំបូណាមានចតុលហ្នឹងហើយដល់ពេលចឹងរៀងប្របាំងតិចបាទអូខេពួកខ្ញុំសម្រាប់នៅឯភ្នំនេះប្រហែលជា10ទៅ15នាទីឬក៏20នាទីចាំមើលតាមម៉ោងតាមពេលដោយសារតែឥឡូវនេះម៉ោង6ណាបងហ្នឹងហើយម៉ោង6ហើយដោយសារតែឥឡូវនេះថ្ងៃលិចប្រហែលជាខ្ទង់ម៉ោង6:40ម៉ោង7:07អញ្ចឹងយើងអាចមានពេលប្រហែលជា10ទៅ20នាទីនឹងឯងដើរជុំវិញប្រាសាទឯកភ្នំនេះអញ្ចឹងខ្ញុំនឹងថតទស្សនភាពឲ្យអ្នកទាំងអស់គ្នាមើលឲ្យអ្នកទាំងអស់គ្នាមើលថាឯកភ្នំនៅពេលល្ងាចវាស្រស់ស្អាតប៉ុណ្ណាអូខេឥឡូវសួរបងសិនបងឯងមកឯកភ្នំនេះម្ដងហើយបងបាននិយាយពីមកលេងបដាយ3 ដងទៅនេះហ៎3 ដងបាទហើយបើណា3 ដងដែរខ្ញុំតែម្ដងទេ2 ដងហ្នឹងហើយម្ដងជិះកង់មកម្ដងបាទអូខេជិះកង់មកទាំង3 ដងហ្នឹងហើយជិះកង់មកទាំង3 ដងចិត្តជិះកង់លេងបាទខ្ញុំធ្លាប់មកប្រហែលជា4-5 ដងដែរនៅកន្លែងនេះប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺទស្សនភាពនៅពេលល្ងាចនៅឯភ្នំថាវាស្រស់ស្អាតប៉ុណ្ណាអូខេអញ្ចឹងតាមដានវីដេអូនេះទាំងអស់គ្នាអូខេមកពេលល្ងាចចេះមានអារម្មណ៍ថាវាស្រស់ស្រាយមួយយ៉ាងដែរហើយជាពិសេសវាស្ងាត់អ្វីដែលសំខាន់វាស្ងាត់ហើយបើនិយាយពីទេសភាពវិញក៏ល្អដែរមែនទេបងហ្នឹងហើយបាទធម្មជាតិបាទចឹងយើងបន្តដំណើរទៅទៀតដោយសារតែយើងខ្លាចជប់ដែរឥឡូវម៉ោង6:20នាទីហើយអញ្ចឹងយើងមានពេលប្រហែលជាខ្ទង់30នាទីទៀតធ្វើមិនជាដល់ក្រុងវិញអូខេមិនដែរបើណាអារម្មណ៍លើកទីម៉ានលើកទី1លើកទី2លើកទី2បើណាលើកទី2លើកទី3បាទចៃធារីលើកទី3ហើយអូខេអញ្ចឹងយើងជិះកង់ត្រឡប់ទៅចូលក្រុងវិញប៉ុន្តែយើងអត់ជិះផ្លូវដដែលទេយើងជិះផ្លូវផ្សេងមួយទៀតវាឆ្ងាយជាងនេះបន្តិចអូខេអញ្ចឹងយើងជួបគ្នាតាមផ្លូវទាំងអស់គ្នា
ឥឡូវយើងត្រឡប់ចូលក្រុងវិញហើយប៉ុន្តែយើងអត់ទៅផ្លូវដដែលទេមុនហ្នឹងពួកខ្ញុំមកផ្លូវរ៉បបន្លាយនេះហើយឥឡូវខ្ញុំជិះមកផ្លូវរ៉បបន្លាយខាងនេះម្ដង Alright so let's go យើងចូលទិញទឹកបន្តិចដោយសារបូណាអត់មានទឹកបូណាអត់ច្រកទឹកមកពីផ្ទះមកចាញ់ចាយនេះចាញ់បងអត់ច្រកទឹកហ៎ចឹងចំណេញហ្នឹងហើយបាទខ្ញុំច្រកមកដែរទឹកវិញខ្ញុំអូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះប្រហែលជាមានតែប៉ុណ្្នឹងទេហើយពួកយើងត្រូវជិះកង់ចូលក្រុងវិញអញ្ចឹងខ្ញុំអត់អាចថតបានច្រើនទេសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយដល់គ្នាអូខេបាយបាយ